មន្ត្រីខណ្ឌរដ្ឋបាលជលផលខេត្តក្រចេះរួមសហការជាមួយនឹងកម្លាំងមន្ត្រីនគរបាលសុខចិត្តបុរីកាលពីព្រឹកថ្ងៃទី31ខែសីហាបានចុះឈ្មោះបង្ក្រាបការដាក់របាំងស្បៃមុងខុសច្បាប់នៅក្នុងបឹងមួយកន្លែងនៅខាងក្រោយភូមិឫស្សីចាឃុំថ្មក្រែសុខចិត្តបុរីក្នុងសកម្មភាពនៃការចុះបង្ក្រាបបទល្មើសជលផលនាព្រឹកនោះសមត្ថកិច្ចជំនាញក៏បានចាប់រឹបអូសរបាំងរ៉ាស្បៃមុងមានប្រវែងចំនួនជាង 1400 ម៉ែត្រលូស្បៃមុងមានចំនួន 39 ម៉ាត់លូនិងរបាំងសាច់អ៊ុននីឡុងមួយចំនួនទៀតបង្គោលចម្រឹងឫស្សីមានចំនួនជាង 140 ដើមហើយក៏បានចាក់លែងកូនត្រីចម្រុះចូលបឹងធម្មជាតិវិញមានចំនួនជាង 50 គីឡូក្រាមរីឯវត្ថុតាងទាំងអស់នេះត្រូវបានកម្លាំងចម្រុះនាំមករក្សាទុកនៅខណ្ឌរដ្ឋបាលជលផលខេត្តដើម្បីសុំយោបល់សម្រាប់ពីថ្នាក់លើចាត់វិធានការបន្តនាយរងខណ្ឌរដ្ឋបាលជលផលក្រចេះលោកមកពន្លកបានប្រាប់ឲ្យដឹងថាសកម្មភាពនៃការចុះបង្ក្រាបនេះគឺបានធ្វើឡើងបន្ទាប់ពីសមត្ថកិច្ចទទួលបានព័ត៌មានរបស់ប្រជាពលរដ្ឋដែលបានប្តឹងរាយការណ៍ពីការធ្វើនេសាទអនាធិបតេយ្យនៅចំណុចក្នុងបឹងមួយកន្លែងនេះដែលបានធ្វើឡើងដោយជនទុច្ចរិតមួយចំនួនលោកថាទន្ទឹមនឹងរដូវទឹកដំឡើងនិងជារដូវបិទនេសាទនេះការលួចធ្វើនេសាទខុសច្បាប់ពីសំណាក់ជនខិលខូចកំពុងតែឆ្លៀតឱកាសដោយប្រើរូបភាពជាច្រើនសន្តានដើម្បីបន្លំផ្នែកសមត្ថកិច្ចជំនាញបើទោះបីជាមន្ត្រីជំនាញបានធ្វើការបង្ក្រាបដោយភ្លើងរលឹមយ៉ាងណាក៏ដោយលោកនាយរងខណ្ឌរដ្ឋបាលជលផលរូបនេះបានបញ្ជាក់ថាបើយោងតាមមាត្រាទី99នៃច្បាប់ស្តីអំពីជលផលបានចែងថាជនណាដែលប្រព្រឹត្តបទល្មើសនេសាទដោយប្រើឧបករណ៍នេសាទស្បៃមុងគ្រប់ប្រភេទគឺត្រូវផ្តន្ទាទោសក្រោមបទល្មើសជលផលថ្នាក់ទី2ដែលត្រូវជាប់ពន្ធនាគារពី1ឆ្នាំទៅ3ឆ្នាំនិងពិន័យជាប្រាក់ពី5លានទៅ50លានរៀលហើយវត្ថុតាងទាំងអស់ត្រូវរឹបអូសជាសម្បត្តិរដ្ឋឬបំផ្លាញចោលនាយខណ្ឌរដ្ឋបាលជលផលក្រចេះលោកសៀនកិនបានថ្លែងប្រាប់ឲ្យដឹងស្របគ្នាដែរថាមន្ត្រីជំនាញរដ្ឋបាលជលផលនឹងបន្តកិច្ចសហការជាមួយនឹងសមត្ថកិច្ចពាក់ព័ន្ធនិងអាជ្ញាធរដែនដីមួយចំនួនទៀតក្នុងការចុះទប់ស្កាត់រាល់បទល្មើសជលផលនៅក្នុងដែនសមត្ថកិច្ចឲ្យទទួលបានលទ្ធផលល្អនិងមានប្រសិទ្ធភាពសម្ដៅការពារធនធានជលផលឲ្យមាននិរន្តរភាពសម្រាប់ពេលបច្ចុប្បន្ននិងពេលអនាគតរាយការណ៍ពីខេត្តក្រចេះប៊ុនលីណា